មើលអ្វីដែលខ្ញុំបានសម្រេចបានដែលប្រាកំណាត់ដើមតូចប្រហែល5សង់ទីម៉ែត្រខ្ញុំអាចបង្កើតបានផ្លែគីវីផ្លែក្រូសែនិងដើមអិចនៅក្នុងពេលខ្លីយ៉ាងច្រើនលឿនជាងធម្មតាខ្លាំងហើយអ្វីទាំងនេះទាំងអស់គឺដោយអនុវត្តប្រព័ន្ធមួយដែលខ្ញុំប្រាប់ពិតថានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមួយមាត់អំពើវិធីសាស្ត្រប្រេស៊ីលនៃការបង្កើតកំណាត់ដើមតូចវាជាវិធីសាស្ត្រងាយស្រួលខ្លាំងមានប្រសិទ្ធភាពខ្លាំងហើយនរណាក៏អាចធ្វើបាននៅផ្ទះដោយមិនមានភាពស្មុគស្មាញនិងមិនចាំបាច់ចំណាយប្រាក់ផងដែរថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថាវាដំណើរការយ៉ាងដូចម្តេចជាដំណាក់កាលព្រោះវាសុទ្ធតែគួរឲ្យស្រឡាញ់ខ្លាំងណាស់វិធីសាស្ត្រប្រេស៊ីលនេះផ្អែកលើការប្រើកំណាត់ដើមវ័យក្មេងខ្លាំងតូចខ្លាំងហើយរក្សាឲ្យមានសំណើមល្អខ្ចោះដើម្បីឲ្យវាដុះរុះបានលឿនហើយអ្វីដែលល្អបំផុតគឺយើងអាចធ្វើវាបានដោយប្រើសម្ភារៈក្នុងផ្ទះហើយមុននឹងចាប់ផ្ដើមធ្វើការពិតយើងមកមើលសិនថាយើងត្រូវការសម្ភារៈអ្វីខ្លះវាមិនមានច្រើនទេគឺជាអ្វីងាយដែលនរណាក៏អាចរកបានជាដំបូងយើងត្រូវការទឹកដោះគោធំមួយមានទំហំ8លីត្រដែលវានឹងក្លាយជាឧបករណ៍បង្កើតរបស់យើងក៏ត្រូវការកន្ត្រៃរឹងឬក៏កាំបិតកាត់ក្រដាសតាមអ្វីដែលអ្នកមានយើងត្រូវការខ្សាច់វាអាចជាខ្សាច់ទន្លេខ្សាច់សម្រាប់តម្រងឬសូម្បីតែខ្សាច់សំណង់ក៏បានប៉ុន្តែសំខាន់ណាស់គឺវាត្រូវតែស្អាតខ្លាំងបើវាមិនស្អាតទេយើងត្រូវលាងវាច្រើនដងរហូតទឹកចេញស្អាតជ្រៅបន្តិចបន្តួចនៃក្បាសដែលយើងនឹងប្រើដើម្បីបិទរន្ធបង្ហូរទឹកហើយជៀសវាងឲ្យខ្សាច់រត់ចេញយើងក៏មានស្វាយកន្ត្រាក់និងម្សៅកាអូបស៊ីណាមុនដែលជាឧបករណ៍បុរាណពីរដែលនឹងជួយយើងយ៉ាងខ្លាំងឲ្យកូនដើមតូចមិនខូចនិងអាចដុះបានល្អទឹកអុកស៊ីសែនដា10បរិមាណដែលជាប្រភេទដែលអាចរកបាននៅអសស្ថានណាមួយមានការផ្ដោតសំខាន់ 3% ទឹក1លីត្រសម្រាប់ត្រៀមស្រោចទឹកប៉ុណ្ណោះហើយចុងក្រោយសត្វឯកទេសរបស់យើងកូនដើមតូចនៃផ្លែស្វាយបារាំងចំនួន3កូនដើមតូចនៃផ្លែគីវីចំនួន3និងកូនដើមតូចនៃផ្លែបិទចំនួន3ទាំងអស់មានប្រវែងចន្លោះពី3ទៅ5សង់ទីម៉ែត្រជាមួយអ្វីទាំងនេះយើងមានគ្រឿងចាំបាច់សម្រាប់ដំឡើងប្រព័ន្ធបង្កើតដើមថ្មីរបស់យើងហើយចាប់ផ្ដើមជាមួយវិធីសាស្ត្រប្រេស៊ីលឥឡូវនេះយើងនឹងត្រៀមដបជាដំបូងយើងនឹងដាក់ដប8លីត្រនេះឲ្យដេកបន្ទាប់មកដោយប្រុងប្រយ័ត្នយ៉ាងខ្លាំងយើងនឹងកាត់ដបនេះតាមបណ្ដោយប្រហែលជាកន្លះប៉ុន្តែទុកមួយចំហៀងមិនកាត់ទេចំហៀងដែលយើងទុកមិនកាត់នោះនឹងប្រើជាគម្របដែលមានបិទបើកដូចជាគម្របរបស់ផ្ទះកញ្ចក់តូចមួយឥឡូវនេះយើងនឹងយកកាំបិតកាត់ហើយចាប់ផ្ដើមពីផ្នែកខាងក្រោមបំផុតនៃដបគិតឡើងលើប្រហែល2លេមីនៅចំណុចនោះយើងនឹងធ្វើរន្ធតូចមួយរន្ធនោះនឹងជារន្ធសម្គាល់កម្រិតទឹកអាត្បូម៉ាដែលឧបករណ៍បណ្ដុះរបស់យើងអាចផ្ទុកបានបើទឹកឡើងលើកម្រិតនោះវានឹងហូរចេញតាមរន្ធតូចនោះបន្ទាប់មកយើងដាក់ក្រណាត់ប៉ាន់ទិកខាងក្នុងរន្ធនោះដើម្បីឲ្យទឹកលើសអាចហូរចេញយ៉ាងទន់ភ្លន់ប៉ុន្តែឲ្យខ្សាច់មិនរត់ចេញពីឧបករណ៍បណ្ដុះឥឡូវនេះយើងនឹងបន្ថែមខ្សាច់យើងចាក់ខ្សាច់ប្រហែល7លេមីត្រចូលទៅផ្ទាល់ការចែកចាយវាបែបនេះ2លេមីត្រដំបូងនឹងជាទីផ្ទុកទឹកគឺជាផ្នែកដែលទឹកភាគច្រើននឹងស្ថិតនៅទីនោះ5លេមីត្រដែលនៅសល់នឹងជាផ្នែកខាងលើដែលជាកន្លែងយើងនឹងដាក់កន្លែងកាត់តូចរបស់យើងផ្នែកនោះនៅដំបូងនឹងស្ងួតជាងប៉ុន្តែបន្ទាប់មកដោយសារតែសមត្ថភាពបាញ់ទឹកវានឹងសាមដោយស្វ័យប្រវត្តិបើអាចធ្វើទៅបានសូមទុក40សេនទីម៉ែត្រមួយនៅផ្នែកខាងលើដបដើម្បីពេលយើងចាប់ផ្ដើមចាក់ទឹកនឹងមិនហូរចេញក្រៅធ្វើឲ្យយើងខ្វាក់ទេការរចនានេះអនុញ្ញាតឲ្យប្រព័ន្ធដំណើរការតាមសមត្ថភាពបាញ់ទឹកមានន័យថាទឹកដែលនៅផ្នែកទាបបំផុតនឹងឡើងលើយ៉ាងយឺតដើម្បីផ្ដល់សំណើមនិងអុកស៊ីសែនដ៏ល្អខ្ចោះសម្រាប់ឲ្យកន្លែងកាត់តូចបង្កើតរសដោយមិនរលួយល្អហើយឥឡូវនេះយើងនឹងត្រៀមកន្លែងកាត់តូចយើងកាត់កន្លែងកាត់តូចប្រហែល3ដល់5សង់ទីម៉ែត្រមួយមានកន្លែងមួយដែលមានមើលក៏បានប្រសិនបើអាចធ្វើទៅបានយើងនឹងកាត់កន្លែងកាត់តូច3ដុំសម្រាប់ផ្លែស្វាយបារាំង3ដុំសម្រាប់ផ្លែគីវីនិង3ដុំសម្រាប់ផ្លែបិទពេលយើងបានកន្លែងកាត់តូចហើយវាសំខាន់ណាស់ក្នុងការត្រៀមឲ្យបានល្អដើម្បីជៀសវាងបញ្ហាផ្សិតព្រោះនៅក្នុងផ្ទះកែច្នៃតូចរបស់យើងនឹងមានសំណើមខ្ពស់ណាស់ហើយវាអាចជួយឲ្យមេរោគកើតឡើងប្រសិនបើយើងមិនប្រុងប្រយ័ត្នដូច្នេះយើងនឹងផ្ដល់ការការពារធម្មជាតិមួយមុនពេលដាំវាជាដំបូងយើងនឹងបន្សាបប្រឡាក់កន្លែងកាត់ជាមួយស្វាយជ្រូកទឹកអាឡូវេរាទាំងផ្នែកខាងក្រោមនិងផ្នែកខាងលើផងដែរអាឡូវេរាគឺអស្ចារ្យណាស់ព្រោះវាការពារសាច់ដុំរបស់កន្លែងកាត់ជួយជំរុញឲ្យមានឫសនិងមានហូម៉ូនធម្មជាតិដែលជួយយ៉ាងខ្លាំងឲ្យកន្លែងកាត់ចាប់ដុះបានល្អបន្ទាប់មកយើងបន្ថែមម្សៅក្រអូបកាណេលាលើកន្លែងកាត់ទាំងនោះ
កាណេលៀគឺជាថ្នាំប្រឆាំងផ្សិតធម្មជាតិដែលជួយការពារការកាត់ផ្សិតនិងការជ្រុះរលួយហេតុនេះហើយទើបវាសំខាន់ណាស់ក្នុងការបិទកន្លែងរបួសតូចនៃកន្លែងកាត់ជាមួយកាណេលៀហើយដោយការធ្វើបែបនេះកន្លែងកាត់តូចរបស់យើងបានត្រៀមរួចសម្រាប់ដាំហើយសម្រាប់ដាក់វាមិនចាំបាច់ធ្វើរនឬក៏កាត់ចូលទេគ្រាន់តែយកកន្លែងកាត់តូចនេះមួយដាក់ចោលត្រង់ចុះក្រោមប្រហែល2ឬ3សង់ទីម៉ែត្រចូលក្នុងខ្សាច់ហ្គីស្រួលណាស់តែងតែដាក់មូកំពូលឲ្យឡើងលើយើងរៀបចំវាឲ្យដឹងថាតើមួយណាជាអ្វីឥឡូវនេះយើងនឹងត្រៀមការលាងទឹកយើងបន្ថែម1ស្លាបព្រាបាយនៃទឹកអុកស៊ីសែន Hydrogen Peroxide 10បរិមាណ 3% ចូលក្នុងទឹក1លីត្របើអ្នកមានទឹកអុកស៊ីសែនខ្លាំងជាងនេះដូចជា20បរិមាណប្រើតែពាក់កណ្ដាលស្លាបព្រាបាយបើ40បរិមាណប្រើតែបន្តិចបន្តួចការលាងនេះជួយការពាររុក្ខជាតិពីផ្សិតហើយផ្ដល់អុកស៊ីសែនទៅដីផងដែរឥឡូវនេះយើងចាក់ទឹកយ៉ាងយឺតដើម្បីឲ្យខ្សាច់ស្រូបយឺតពេលដែលយើងឃើញទឹកចេញតាមរន្ធបង្ហូរទឹកយើងបញ្ឈប់វាមានន័យថាធុងទឹកបានពេញហើយខ្សាច់នឹងសាមដោយសារការស្រូបតាមរន្ធតូចឥឡូវនេះមានរឿងសំខាន់មួយទៀតគឺកន្លែងដែលយើងនឹងដាក់វាប្រអប់បណ្ដុះនេះត្រូវដាក់នៅកន្លែងដែលមានពន្លឺប៉ុន្តែពន្លឺមិនប៉ះផ្ទាល់វាមានន័យថាមិនត្រូវដាក់ក្រោមពន្លឺថ្ងៃផ្ទាល់ទេព្រោះកម្ដៅច្រើនអាចបំផ្លាញដើមកាត់បានឥឡូវនេះយើងនឹងត្រៀមថ្នាំការពារធម្មជាតិមួយដើម្បីរក្សាឲ្យអស់អនាម័យនិងគ្មានផ្សិតយើងបន្ថែមម្សៅកៅអៅបន្តិចទៅក្នុងទឹក1លីត្រច្របល់ឲ្យសព្វរួចច្រោះវាដោយក្រណាត់ស្ដើងហើយបញ្ចូលទៅក្នុងបាញ់ទឹកថ្នាំនេះជាថ្នាំប្រឆាំងផ្សិតដែលមានសុវត្ថិភាពខ្ពស់និងត្រូវបានណែនាំយ៉ាងខ្លាំងនៅក្នុង Channel នេះល្អបំផុតគួរតែបាញ់វារៀងរាល់3ដល់4ថ្ងៃម្ដងដោយវិធីនេះវានឹងពិបាកណាស់ក្នុងការបង្កើតបញ្ហាជាមួយផ្សិតល្អហើយពេលនេះបាន6សប្តាហ៍ហើយមើលនេះទៅសូមមើលរូបស្អាតដែលកូនដើមតូចនៃផ្លែស្រកានេះដូចជា Grosella, Kiwi និង Higuera បានចេញពិតជាអស្ចារ្យណាស់វិធីសាស្ត្រប្រេស៊ីលនេះឆ្លើយតបល្អណាស់ទោះបីជាដើមតូចមានប្រវែងត្រឹម5សង់ទីម៉ែត្រក៏ដោយតែសូមមើលលទ្ធផលនេះខ្ញុំកាន់តែភ្ញាក់ផ្អើលជារៀងរាល់ពេលថាវាដំណើរការល្អប៉ុណ្ណាហើយខ្ញុំសូមប្រើឱកាសនេះដើម្បីប្រាប់អ្វីមួយសំខាន់បើអ្នកអាចធ្វើវានៅពេលព្រះច័ន្ទកំពុងរៀងតូចនោះកាន់តែប្រសើរទៀតនៅក្នុងដំណាក់កាលនោះទឹកដើមរុក្ខជាតិចុះទៅតំបន់រុះហើយកូនដើមភាគច្រើនភ្ជាប់បានងាយស្រួលជាងវាមិនមែនជាកាត់ពកិច្ចទេប៉ុន្តែវាជួយបានច្រើនសូមចងចាំផងដែរថារុក្ខជាតិមួយមានល្បឿនរបស់ខ្លួនខ្លះយឺតបន្តិចខ្លះចេញលឿនជាងអ្វីសំខាន់គឺកុំបើកប្រព័ន្ធបង្កើតដើមជានិច្ចទុកឲ្យវាធ្វើការរបស់វាដូចដែលយើងបានរៀបចំសមត្ថភាពបាញ់ទឹករបស់វាធ្វើឲ្យសំណើមនៅល្អឥតខ្ចោះដោយយើងមិនចាំបាច់ធ្វើអ្វីច្រើនទេហើយគ្មានអ្វីទេប្រសិនបើអ្នកចូលចិត្តវីដេអូនេះខ្ញុំសូមអរគុណយ៉ាងខ្លាំងបើអ្នកចុច like បន្តវាឲ្យមិត្តភក្តិឬអ្នកណាម្នាក់ដែលអាចប្រើប្រាស់បានហើយសំខាន់ជាងគេសូមទុកមតិយោបល់ប្រាប់ខ្ញុំផងថាតើអ្នកនឹងសាកល្បងប្រព័ន្ធនេះទេហើយជាមួយរុក្ខជាតិអ្វីដែលអ្នកចង់ឲ្យយើងសាកល្បងនៅវីដេអូក្រោយសូមអបយ៉ាងកក់ក្ដៅហើយជួបគ្នាវីដេអូក្រោយ